ថ្ងៃនេះខ្ញុំនឹងបន្តកំណែកម្រងកិច្ចការផ្ទះគណិតវិទ្យាថ្នាក់ទី6ក្នុងមេរៀនទី1ចំនួនចំណុចលេខ3ការបង្កត់ចំនួនផ្នែកកនេះគេឲ្យយើងចូលបំពេញចម្លើយមើលលំហាត់កបង្កត់ចំនួន2,782,150ត្រឹមខ្ទង់លានចំនួន2,782,150វានៅជិត3លានជាង2លានដូចនេះត្រូវបង្កត់ឡើងទៅជា3លានដោយសារអីដោយសារតែដើម្បីបង្កត់ខ្ទង់លានយើងត្រូវមើលខ្ទង់ខាងស្ដាំជាប់ខ្ទង់លានគឺខ្ទង់សែនតើខ្ទង់សែននេះលេខចំនួនធំឬក៏តូចចឹង7នេះលេខធំឡើងទៅខាងមុខបានមួយទៀតគឺឡើងដល់3លានដូចនេះចំនួន2,782,150បង្កត់ត្រឹមខ្ទង់លានគឺ3លានចូលដល់ចំណុចខបង្កត់ចំនួន5,623,501ត្រឹមខ្ទង់សែនដោយចំនួន5,623,501នៅជិត5,600,000ជាង5,700,000ដូចនេះត្រូវបង្កត់ចុះទៅជា5,600,000ដោយសារតែដើម្បីបង្កត់ខ្ទង់សែនយើងត្រូវមើលខ្ទង់ខាងស្ដាំគឺខ្ទង់ម៉ឺនលេខ2នេះជាចំនួនតូចដូចនេះត្រូវបង្កត់ចុះ0ទាំងអស់ពីក្រោយអញ្ចឹងដូចនេះចំនួន5,623,501បង្កត់ត្រឹមខ្ទង់សែនគឺ5,600,000 2ដើម្បីបង្កត់ចំនួនត្រូវមើលខ្ទង់ខាងស្ដាំបន្ទាប់ដែលត្រូវបង្កត់ក៏បើខ្ទង់នោះមានលេខ0 1 2 3 4តើត្រូវបង្កត់ចុះឬឡើងអញ្ចឹងឲ្យតែលេខឆ្លោះពី0ដល់4គឺត្រូវបង្កត់ចុះខបើខ្ទង់នោះមានលេខ5 6 7 8 9គឺត្រូវបង្កត់ឡើងចូលដល់ផ្នែកខ1ចូលបង្កត់ចំនួនខាងក្រោមត្រឹមខ្ទង់លានលំហាត់ក4,502,275បង្កត់ត្រឹមខ្ទង់លានគឺ5លានដោយសារតែដើម្បីបង្កត់ខ្ទង់លានយើងត្រូវមើលខ្ទង់សែនបើលេខ5ជាចំនួនធំចឹងបង្កត់ឡើងគឺឡើងទៅ5លានលំហាត់ខ7,489,564បង្កត់ត្រឹមខ្ទង់លានគឺ7លានដោយសារតែលេខ4ស្ថិតនៅខ្ទង់សែននេះវាជាចំនួនតូចចឹងត្រូវបង្កត់ចុះក5,601,632បង្កត់ត្រឹមខ្ទង់លានគឺ6លានដោយសារតែខាងស្ដាំខ្ទង់ត្រូវបង្កត់ជាលេខ6ត្រូវបង្កត់ឡើង